គេមានអនុគមឯកដែលកំណត់ចំពោះគ្រប់ចំនួនពិត a ដែលលើកលែងតែដក1និង0ហើយឲ្យដោយតំណាក់តំណងបែបនេះតំណាក់តំណងនេះណាក្រោមទម្រង់ជាសមីការអនុគមបាទមាន s នៃ x និង s នៃ1លើក x បាទសំណួរទី1គឺរក s នៃ x ទី2គណនាផលបូកបាទផលបូក s នៃ1បូកដល់ s នៃ2024ឥឡូវសូមយើងទៅមើលដំណោះស្រាយរបស់គ្រូទាំងអស់គ្នាណាចឹងសំណួរទី1ករកអនុគម s នៃ x ចឹងលោកគ្រូមានបំរាប់ប៉ុណ្នេះគឺនេះគឺជាបំរាប់ប្រធានលំហាត់ដែលគេឲ្យណាតាំងដោយសមីការទី1ឥឡូវបំរាប់នេះគឺយើងមើលថា s នៃ x និង s នៃ1លើក x អញ្ចឹងលោកគ្រូមានវិធីសាស្ត្រក្នុងការដោះស្រាយរក s នៃ x នេះគឺសមីការអនុគមយើងដឹងហើយគឺយើងបើមានទម្រង់បែបអញ្ចឹងគឺយើងតាងហើយបាទយើងមិនមែនទៅតាង x ទីស្មើអីផ្សេងទៀតទេយើងសង្កេតឃើញថាតំណាក់តំណង s យើងគឺមាន s នៃ x និង s នៃ1លើក x អញ្ចឹងគឺលោកគ្រូតាងអា1លើក x នេះណាលោកគ្រូតាង1លើក x នេះគឺដោយអក្សរតេឬក៏អក្សរកាណាមួយមកបាទឥឡូវលោកគ្រូតាងអក្សរតេគឺស្មើ1លើក x នាំឲ្យ x គឺស្មើ1លើតេលោកគ្រូបដូរអថេ x ហ្នឹងទៅជាតេនេះដែល x លោកគ្រូចំនួនឲ្យ1លើតេហើយ1លើ x គឺលោកគ្រូបដូរទៅជាអក្សរតេអញ្ចឹងលោកគ្រូចំនួនក្នុងសមីការមួយហ្នឹងតំណងមួយហ្នឹងវិញណាបានទៅនេះបាទ x លោកគ្រូបដូរទៅ1លើតេបាទនៅពេលដែលកន្លែងណា1លើ x លោកគ្រូបដូរទៅជាអក្សរតេអញ្ចឹងយើងបាននេះតមកលោកគ្រូបដូរតេទៅ x បាទអញ្ចឹងអនុគមណាយើងអញ្ចឹងយើងបដូរតេទៅ x មកអញ្ចឹងយើងបានតំណាក់តំណងមួយនេះគឺ1លើ x កតាឲ្យ2លើ x បូក1គុណនឹង s នៃ1លើ x បូក s នៃ x ស្មើនឹង1 x បូក1បាទគ្រាន់តែយើងបដូរអថេបាទបដូរទៅ y ក៏បានទៅ z អីក៏បានដែរតែលើកនេះយើងចង់រក s នៃ x ចឹងលោកគ្រូបដូរតេទៅ x បានតំណាក់តំណងប៉ុណ្នេះគឺលោកគ្រូតាំងដោយតំណាក់តំណងទី2ឥឡូវយើងសង្កេតមើលតំណាក់តំណងទី2មាន s នៃ x និង s នៃ1លើ x ហើយតំណាក់តំណងមួយក៏មាន s នៃ x និង s នៃ1លើ x តែអ្វីដែលយើងចង់បានគឺ f នៃ x ដូចនេះយើងត្រូវតែបំបត្តិ s នៃ1លើ x ចោលបាទបំបត្តិ s នៃ1លើ x មកយើងសល់តែ s នៃ x ឯងតំណាក់តំណងគឺរកទៅគឺវាពិតជាជាប់ពាក់ព័ន្ធនឹង x ឯងពីព្រោះវាគឺជាអនុគមណាអញ្ចឹងគ្រូចាប់ផ្ដើមរកមធ្យោបាយដើម្បីបំបត្តិ s នៃ1លើ x ហើយក៏មិនពិបាកដែរយើងបំបត្តិដោយដកឬក៏បំបត្តិដោយបូកអីចឹងណាគ្រូដកទៅចោះក៏ប៉ុន្តែឥឡូវលោកគ្រូឃើញថាតំណាក់តំណង2មេគុណរបស់ s នៃ1លើ x គឺមាន1លើ x កតា2លើ x បូក1តែតំណាក់តំណង1មេគុណវាគឺមានតែលេខ1ទេអញ្ចឹងដើម្បីឲ្យដកគ្នាទៅអស់គឺយើងត្រូវគុណបាទតំណាក់តំណង1នេះនឹង1លើ x កតាឲ្យ2លើ x បូក1ដែរដើម្បីឲ្យដូចគ្នាអញ្ចឹងយើងដកគ្នាអស់បើដកគ្នាអស់អញ្ចឹងយើងនៅសល់តែ s នៃ x យើងអាចទាញរកបានដូចនេះលំហាត់នេះយើងឃើញថាដូចជាងាយដែរកន្លឹះវាបាទអញ្ចឹងដូចអ្វីដែលគ្រូបង្ហាញឥឡូវលោកគ្រូគុណអង្គទាំងសងខាងនៃតំណាក់តំណងទី1នឹង1លើ x កតាឲ្យ2លើ x បូក1បាទបន្ទាប់ពីគុណមកគឺយើងគុណទាំងអស់ណាតួទី1ក៏យើងគុណនឹងប៉ុណ្ណឹងតួទី2ក៏យើងគុណនឹងប៉ុណ្ណឹងហើយអង្គទី2នេះក៏យើងគុណនឹងចំនួនប៉ុណ្ណឹងដែរបាទឥឡូវលោកគ្រូគុណនឹងតំណាក់តំណង1បានប៉ុណ្នេះណាបាទគឺយើងគុណថែម1លើ x កតាឲ្យ2លើ x បូក1ហើយ x កតា 2x បូក1ទុកនៅដដែល s នៃ x ទុកនៅដដែលបាទនេះក៏ដូចគ្នាដែរអង្គខាងស្ដាំក៏យើងគុណថែមនឹងប៉ុណ្្នឹងដែរបាទបន្ទាប់ពីបានប៉ុណ្្នឹងមកលោកគ្រូតាងតំណាក់តំណងថ្មីនេះដោយតំណាក់តំណងទី3បន្ទាប់ពីគុណនឹងដោយអ្វីដែលយើងគិតទុកជាមុនបកស្រាយខាងលើមិញថាយើងចង់បាន s នៃ x ឥឡូវយើងបានមេគុណរបស់ s នៃ1លើ x ដកគ្នាដូចគ្នាហើយដូចនេះលោកគ្រូដកគ្នាទៅគឺអស់ហើយឥឡូវលោកគ្រូចាប់ផ្ដើមដកគឺយក3ដក2យកតំណាក់តំណង3ដកតំណាក់តំណង2បាទអញ្ចឹងយើងបានប៉ុណ្ណឹងអ្វីដែលយើងត្រូវរកជាបន្ទាប់គឺ s នៃ x ដូចជាលែងពិបាកហើយណាយើងគ្រាន់តែចាប់ s នៃ x ជាកតាមកហើយយើងគុណពន្លាតស៊ីសងលៃលោកតាមនឹងបន្តិចមកណាបាទអញ្ចឹងអានេះលោកគ្រូគុណពន្លាតមក1លើ x សំទោស1លើ x ហ្នឹងមិនបានគុណពន្លាតចូលក្នុងដោយសារនេះ x ដែរអញ្ចឹងសម្រួលបានតំណាក់តំណងប៉ុណ្នេះអង្គខាងស្ដាំគឺលោកគ្រូអត់មានអីប្រែប្រួលគូទុក
1 លើ x កតា 2 លើ x បូក 1 កតា x បូក 1 ដក 1 លើ x បូក 1 នឹងដដែលមកវិញសិនមកបន្ទាប់មកទៀតលោកគ្រូចាប់ផ្ដើមចាប់ i នៃ x ជាកតាយើងបានប៉ុណ្នេះហើយអង្គខាងស្ដាំនេះអា1លើ x នេះលោកគ្រូបលាតចូលនៅជាមួយ x បូក 1 នេះណាអញ្ចឹងយើងបលាតចូលទៅយើងបានអង្គខាងស្ដាំគឺ2លើ x បូក 1 កតាឲ្យ1បូក 1លើ x នឹងហើយអានេះនៅដដែលណាបាទហើយអានេះយើងចាប់1បូក 1លើ x ជាកតាមកស្ដាំនេះងាយដែរទេបាទហើយអាឆ្វេងយើងគិតធម្មតាតម្រូវភាគបែងស៊ីសងឬក៏បលាតក៏បានឥឡូវយើងបលាតមក2លើ x គុណនឹង 2x សម្រួល x បាន4 2លើ x គុណនឹង1យើងបាន2លើ x ចំណែកឯ1គុណនឹង 2x យើងបាន 2x 1គុណនឹង1បាន1 1ដក1អស់បាទអង្គខាងស្ដាំគឺបានប៉ុណ្នេះដោយសារយើងចាប់1កតា1បូក1លើ x ជាកតាអញ្ចឹងអ្វីដែលយើងចង់បានគឺ f នៃ x បាទអញ្ចឹងឥឡូវលោកគ្រូសរសេរបន្តបន្តិចគឺលោកគ្រូតម្រូវភាគបែងបន្ទាប់ពីតម្រូវភាគបែងមកគឺលោកគ្រូចាប់2ជាកតាហើយអាខាងលើនេះវាចូល a បូក b លើជាការ៉េសង្ខេបប៉ុណ្ណឹងណាបាទអញ្ចឹងយើងបានតំណាក់តំណងប៉ុណ្ណឹងហើយយើងទាយរក f នៃ x មកដូចនេះ f នៃ x ដែលគេចង់បានគឺយើងរកឃើញគឺស្មើនឹង1នៅលើ x កតា x បូក1បាទអញ្ចឹងមិនទាន់ចប់ទេយើងទើបតែដោះស្រាយបានអក្សរកឥឡូវយើងចូលដល់អក្សរខវិញម្ដងខហ្នឹងគឺគេឲ្យយើងគណនាផលបូក s នៃ1បូក s នៃ2បូក s នៃ3បូករហូតដល់ s នៃ2024មានន័យថាផលបូកនៃ suite ហ្នឹងគឺមាន2024ទូបើឆ្នាំ2025អញ្ចឹងគេដូរប្រធានបំរាប់ទៅ2025តទៅឆ្នាំណាគេដូរទៅប៉ុណ្ណឹងទៅអត់មានអីប្លែកទេណាអញ្ចឹងលោកគ្រូយក s នៃ1បូកដល់ s នៃ2024ហ្នឹងជាគោលមកដាក់លំហាត់ទៅជាគោលត្រឹម2024ហ្នឹងឥឡូវយើងសង្កេតឃើញថា s នៃ x ដែលយើងទើបតែរកឃើញពីសំណួរខាងលើសំណួរកមិញនេះគឺ1នៅលើ x កតាឲ្យ x បូក1អញ្ចឹង s នៃ1គឺមានន័យថា1នៅលើ1គុណនឹង2ព្រោះ x ជួរដល់លេខ1 s នៃ2 x ជួរដល់លេខ2យើងឃើញថា1លើ2គុណនឹង3បូកតគ្នារហូតដល់ s នៃ2024យើងបាន1នៅលើ2024គុណនឹង2025ដូចនេះលោកគ្រូបានផលបូក s គឺជាផលបូកទូនៃ suite ដែលមានទម្រង់បែបនេះបាទអញ្ចឹងគឺងាយដែរគឺ suite អញ្ចឹង1លើ1គុណ2បូក1លើ2គុណ3យើងមិនមែនតម្រូវភាគបែងទេណាគឺយើងយកទូទៅវាមកពិភាក្សាហើយយើងដឹងហើយទូទៅវាគឺនេះ1លើ x កតា x បូក1អញ្ចឹងលោកគ្រូបំលែងទៅជា sigma មកងាយជាងលោកគ្រូបំលែងទៅជា sigma អញ្ចឹងវាទៅជា sigma ការស្មើ1ដល់2024នៅលើនៃ1លើ x កតា x បូក1ដោយខ្ញុំបានបញ្ជាក់អញ្ចឹងថាទូទៅរបស់វាគឺ1លើ x កតា x បូក1អញ្ចឹងយើងយកអាហ្នឹងមកសិក្សាបាទហើយនេះផ្ដាច់បាន1លើ x ដក1លើ x បូក1មានន័យយើងផ្ដាច់ប្រភេទហ្នឹងជា2ទូណាបាទជា2ទូមិនបានអញ្ចឹងដោយសារលោកគ្រូមានតំណាក់តំណងនេះបាទយើងដឹងហើយណាងាយទេគឺ1នៅលើ a1 គុណនឹង a2 គុណនឹង an ដើម្បីសរសេរវាជាប្រភេទ2ទូឬក៏យើងហៅថា2កង់ហ្នឹងគឺយើងប្រើរូបមន្តបាទបើប្រើតំណាក់តំណងងាយគឺ1នៅលើទូខាងចុងដកទូខាងដើមបាទអាមុខដកអាក្រោយអាមុខបង្អស់ដកអាក្រោយបង្អស់គុណនឹងអាមុខគេចែកឲ្យទូទាំងអស់បាទគឺទូទាំងអស់អា1ដល់ n ដកអាក្រោយគេចែកឲ្យទូទាំងអស់អញ្ចឹងដូចគ្នាដែរបើយើងគិតទៅលើផលបូកទូនៃ suite នេះយើងអាចសរសេរថា1នៅលើអាមុខគេប៉ុន្តែអាមុខគេហ្នឹងគឺ x បូក1ហើយអាក្រោយគេហ្នឹង x ដោយសារវាមានតែ2ទូហ្នឹងអញ្ចឹងយើងដកគ្នាទៅនៅសល់1អញ្ចឹង1លោកគ្រូមិនបានសរសេរទេហើយភាគបែង1ចែក1ដដែលកតាឲ្យអាចុងគឺ x បូក1បាទហើយចែកនឹងតួទាំងអស់គឺ x កតា x បូក1សម្រួលទៅបាន1លើ x បាទដកតួដើមគឺ x ចែក x កតា x បូក1យើងសម្រួលទៅបានប៉ុណ្ណឹងបាទអញ្ចឹងតំណនេះគឺងាយទេណាឥឡូវលោកគ្រូចាប់ផ្ដើមជំនួសបាទជំនួសផលបូកតួនៃ suite ហ្នឹងគឺ x ចាប់ពី1រហូតដល់2024អញ្ចឹងនៅពេលដែលលោកគ្រូចុះ x ស្មើ1យើងបាន1ដក1លើ2នៅពេលដែល x ស្មើ2យើងបាន1លើ2ដក1លើ3
នៅពេលដែល x ស្មើ3បាន1លើ3ដល់1លើ4រហូតដល់ x ស្មើ2024យើងបាន1លើ2024ដកនឹង1លើ2025បាទអញ្ចឹងយើងសរសេរ sigma បន្ទាប់មកយើងសរសេរជាទម្រង់ផលបូកបលាយបែបនេះសិនណាបរិយាយមកឥឡូវផលបូកនេះយើងអាចស៊ីសងបានហើយដក1លើ2ជាមួយ1លើ2ស៊ីសងគ្នាអស់ដក1លើ3ជាមួយ1លើ3អស់ដក1លើ4អញ្ចឹងយើងស៊ីសងទៅមុខតរហូតដល់ទូដែលនៅមុខ1លើ2024គឺដក1លើ2024ក៏អស់ដែរអញ្ចឹងលទ្ធផលចុងក្រោយគឺយើងនៅសល់តែ1ដក1លើ2025ហើយយើងតម្រូវវាបែងមកណាបានប៉ុណ្នេះបាទអញ្ចឹងដូចនេះផលបូកតួនៃ switch របស់យើងគឺយើងរកឃើញរួចហើយបាទដូចនេះ S ស្មើ2024ចែកឲ្យ2025